ទៅតែដកចោលនៅក្នុងទីរៀនយើងវាកើតជាមួយយើងតាំងពីបដិសន្ធិមកបើអាសន្តិភាពនឹងវារៀនមកហើយដឹងថាវាមិនល្អហើយត្រូវតែកាត់ចោលយល់ទេមិនក្តាប់វាទេវាក្តាប់វាតាព្រោះវាធ្វើឲ្យយើងទីគេអត់នឹងប្រមាថបើវាគ្រោះនៅក្នុងនឹងហើយមិនកាត់ចោលមិនចោលយ៉ាងណាមិញនៅក្នុងនាមធម៌នៅក្នុងចិត្តរបស់យើងដូចគ្នាបើវាជាទឹកហុកបង្កើនទៅតាមឲ្យយើងវិញផ្លូវកាន់តែច្រើនត្រូវតែលះបង់ចាខ្ញុំគិតថាតើជីដូនតាជាអ្នកផ្ដល់ឲ្យទេបើយើងគិតមើលប្រពុតគឺជាអ្នកបដិវត្តផ្នែកចំណុចនឹងមុនទេនៅក្នុងលោកនេះឪពុកម្ដាយព្រះអង្គទៅកាន់សាសនាព្រហ្មញ្ញទាំងអស់មើលពុទ្ធប្រពន្ធនឹងអ្នកកាន់ពុទ្ធសាសនាទេណាចឹងហើយបានពីព្រះអង្គត្រាស់ហើយទៅប្រាប់ពួកញាតិអត់ប្រទេដំបូងណាទៅដើរគឺទុកតែលក្ខណៈលើព្រះអង្គមានតែពុកមានម្ដាយនឹងឲ្យតែជិះអត់ឲ្យមកគោរពព្រះអង្គទៀតបានព្រះអង្គត្រូវប្រើរឹតចាញ់ទៅពួកញាតិហ្នឹងប្រងញាតិហ្នឹងអញ្ចឹងញាតិដែលព្រះអង្គទៅប្រងហ្នឹងមិនមែនចាស់មិនមែនក្មេងជាងព្រះអង្គទេទឹកទៅចាស់ជាងព្រះអង្គហើយបើយើងនៅតែគិតថាក្មេងយើងតាមនោះថារឿងបញ្ញាមិនមែនរឿងក្មេងរឿងចាស់ទេគឺរឿងសន្សំនៃការសិក្សារៀនសូត្រចាស់គ្រាន់តែជាតួលេខប៉ុណ្ណោះទេឲ្យតែដេកអត់រៀនស្អែកគង់តែចាស់ទេមើលដល់ឥឡូវតែដេក10ឆ្នាំគំរៀនហ្នឹងទៅចាស់ប៉ុណ្ណាមិនចាស់ឲ្យតែមិនស្លាប់ពីក្មេងចាស់ហើយទៅតែខ្លាំងនិយាយត្រូវមិនក៏មានចាស់និយាយត្រូវដែរពីចាស់ដូចដាច់ជួនណាទៅអញ្ចឹង